ជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នាចាថ្ងៃនេះមានខ្ញុំលើកយកចំណុចទី3នៃការមើលឬការសង្កេតកុមារដែលគាត់មានបញ្ហាញៀនចាតើតោះនឹងចំណុចនេះគឺនឹងខ្ញុំលើកយកតើតោះនឹងជីវវិហារវិញ្ញាណដោយសារតែកុមារពិសេសឬក៏កុមារអូទីសឹមមួយចំនួនឬក៏កុមារភាគច្រើនដែលគាត់មានបញ្ហាតើតោះនឹងជីវវិហារវិញ្ញាណហ្នឹងឬក៏ប៉ាម៉ាក់អាចហៅបានថាកូនពិបាកក្នុងការញ៉ាំឬក៏កុមាររើសចំណីចាដោយសារតែគាត់មានបញ្ហាការភ្លក់ឬក៏អណ្ដាតរបស់គាត់ហ្នឹងរសជាតិរបស់គាត់ហ្នឹងគឺគាត់មិនដូចមនុស្សធម្មតាមិនដូចកុមារធម្មតាទេចាខ្ញុំឧទាហរណ៍ថាគាត់ធ្លាប់ញ៉ាំផ្លែឈើតាមមួយមុខពីរមុខហើយផ្លែឈើផ្សេងគាត់អត់ញ៉ាំទេចាដោយសារតែទី1តើតោះនឹងរសជាតិចាទី2តើតោះនឹងអណ្ដាតរបស់គាត់អត់អាចទទួលយករសជាតិហ្នឹងតើតោះនឹងបើស្លវិញឧទាហរណ៍ថាគាត់ញ៉ាំតែស្លស្ងោរអញ្ចឹងប៉ាម៉ាក់បដូរម្ហូបទៅជាឆាឲ្យគាត់វិញគាត់កុមារខ្លះគាត់យកម្ហូបហ្នឹងមកប៉ះនៅមាត់គាត់ឬក៏ដាក់ចូលមាត់សិនបានគាត់ញ៉ាំដើម្បីគាត់ភ្លក់រសជាតិសិនតើរសជាតិហ្នឹងគាត់អាចញ៉ាំបានអត់ឬក៏នៅក្នុងអាហារហ្នឹងគាត់ពេលខ្លះអាហារហ្នឹងវាអាចដិតពេកវាអាចប្រៃពេកផ្អែមពេកដែលធ្វើឲ្យគាត់អត់ទទួលយករសជាតិហ្នឹងគាត់ព្រមញ៉ាំទេចាតកតងនឹងផ្លែឈើត្រីសាច់ក៏ដូចគ្នាដែរចាអញ្ចឹងពេលខ្លះកុមារគាត់ធ្លាប់ញ៉ាំតែម្ហូបដដែលឬក៏បន្លែផ្លែឈើដដែលគាត់អត់ព្រមញ៉ាំរសជាតិផ្សេងឬក៏ដូរម្ហូបផ្សេងឬអីហ្នឹងដោយសារតែគាត់មានបញ្ហាជីវហារវិញ្ញាណហ្នឹងគឺអណ្ដាតរបស់គាត់ហ្នឹងគឺការទទួលស្គាល់រសជាតិរបស់គាត់ហ្នឹងគឺអត់ដូចយើងធម្មតាទេចាអញ្ចឹងប៉ាម៉ាក់អាចសង្កេតកុមារដែលគាត់មានបញ្ហាទាក់ទងជីវហារវិញ្ញាណហ្នឹងទៅលើការញ៉ាំរបស់គាត់បានតែគាត់ញ៉ាំដូចក្មេងធម្មតាអត់តែគាត់មានបញ្ហាអីទាក់ទងនឹងការញ៉ាំព្រោះកុមារខ្លះគាត់ឃើញមុខម្ហូបគាត់ព្រមញ៉ាំហ្មងតែកុមារខ្លះគាត់អាចចង់ដឹងរសជាតិសិនឬក៏យកអាហារហ្នឹងមកប៉ះនៅមាត់សិនឬក៏តាពាសិនបើគាត់ញ៉ាំអាកាត់គាត់ខ្ជាក់ចេញអីចឹងទៅតែកុមារខ្លះទៀតគឺឃើញគាត់ព្រមញ៉ាំតែម្ដងចាដោយសារតែគាត់មានបញ្ហាទាក់ទងនឹងការទទួលស្គាល់រសជាតិរបស់គាត់ហ្នឹងឬក៏ការញ៉ាំរបស់គាត់ហ្នឹងអត់អាចឲ្យគាត់ញ៉ាំបានដូចធម្មតាបានទេចាសូមអរគុណជួបនាងខ្ញុំនៅក្នុងវីដេអូ